ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីការកំណត់ setting ទៅលើផ្ទាំង device របស់កម្មវិធី Bob5 អញ្ចឹងផ្ទាំង device គឺ setting ភាគច្រើនគឺតាក់ទងជាមួយនឹង LD អញ្ចឹងតំណែងរវាង LD ជាមួយ Bob5 គឺភាគច្រើននៅលើនេះទាំងអស់អញ្ចឹងខ្ញុំបង្ហាញបងប្អូនបន្តទៅយើងបានដឹងហើយថា select LD folder យ៉ាងម៉េច select system location folder យ៉ាងម៉េចអីហើយ load device អីយើងបានដឹងពីវីដេអូ setup ហើយអញ្ចឹងខ្ញុំបង្ហាញបន្តទៅអញ្ចឹងអ្វីដែលយើងអាចមើលឃើញមុនគេគឺ number of active LD នៅត្រង់នេះគឺជាចំនួន LD ដែលយើងអាចបើកបាននៅលើកុំព្យូទ័ររបស់យើងឬក៏និយាយឲ្យស្រួលស្រាប់ថាម៉ាស៊ីនរបស់យើងហ្នឹងអាចរត់ប្រមាណ LD រួចអញ្ចឹងយើងដាក់ចំនួននេះហ្នឹងដើម្បីឲ្យបប5គឺបើកតែចំនួនប៉ុណ្ណឹងឯងអញ្ចឹងសម្រាប់ម៉ាស៊ីនរបស់ខ្ញុំគឺខ្ញុំអាចបើកបាន12 2ម៉ាស៊ីនបានថាយើងអាចទុកវាចោលឲ្យ run បានណាអញ្ចឹងវារៀងធូរម៉ាស៊ីនគឺខ្ញុំដាក់ចំនួន12នៅនឹងអញ្ចឹងម៉ាស៊ីនបងប្អូនបើរៀងតូចទេយើងដាក់3ដាក់2ដាក់4 5អីដើម្បីតេស្តម៉ាស៊ីនយើងមើលនៅពេលដែលដំណើរការទៅយើងអាចមកតេស្តម៉ាស៊ីនយើងមើលថាបើយើងដាក់ប៉ុណ្ណឹងតើ CPU យើងឡើងដល់100អត់អញ្ចឹងយើងឲ្យវាដំណើរការបើក LD 1 2 3 4 5 6 7 8មកយើងមើលថា CPU យើងឡើងដល់100អត់បើនៅ80 80 80 90អីទេអូខេម៉ាស៊ីនយើងគឺរត់បានចំនួនប៉ុណ្ណឹងឯងកុំឲ្យវាឡើងដល់100វាគៀងបន្ទាប់មកទៀតគឺ wait after LD boot LD boot ហ្នឹងបានថានៅពេលដែលយើងចុចបើក LD ឡើងមក LD ត្រូវការរយៈពេលបន្តិចដើម្បីធ្វើការបើកឡើងអញ្ចឹងខ្ញុំឧទាហរណ៍នៅពេលដែលខ្ញុំបើក LD ឡើងមកបានថាយើងឧទាហរណ៍យើងរាប់ពីពេលយើងចុចនេះទៅអញ្ចឹង LD វាត្រូវការពេលបន្តិចដើម្បីធ្វើការបើកអញ្ចឹងមកអញ្ចឹង LD យឺតឬក៏លឿនវាទៅតាមម៉ាស៊ីនទៅតាម LD យើងដែរអញ្ចឹងម៉ាស៊ីនខុសគ្នាល្បឿននៃការបើក LD ហ្នឹងក៏យឺតឬក៏លឿនទៅខុសគ្នាដែរអញ្ចឹងយើងអាចសាកដាក់45តាមខ្ញុំទៅ recommend ឬក៏បងប្អូនតេស្តទៅឃើញថាអូខេបងប្អូនម៉ាស៊ីនបងប្អូនល្អអញ្ចឹងយើងអាច LD យើងបើកលឿនអីអញ្ចឹងយើងដាក់30អីអញ្ចឹងអញ្ចឹងយើងសេរីទៅតាមម៉ាស៊ីនរបស់យើងទៅតាម LD របស់យើងថាវាតឹងវាធូរអីអត់អញ្ចឹងនៅពេលដែលបើកហើយយើងទុកពេលរហូតដល់វាអាចបើក script អាច connect VPN អីរួចហើយចាំយើងឲ្យចប់អញ្ចឹងឧទាហរណ៍ថា LD ខ្ញុំគឺបើកមក45វិនាទីកន្លែងនេះគឺវិនាទីបានដើរ script ចប់អីស្រួលបួលបាន tool ចាប់ផ្ដើមទៅធ្វើការបានគឺខ្ញុំដាក់45លើស5ឬក៏លើស10វិនាទីទៅដើម្បីឲ្យដំណើរការបានចប់សពគ្រប់អស់បន្ទាប់មកទៀតកន្លែងនេះបងប្អូន recommend ឲ្យ tick បានន័យថានៅពេលចន្លោះពី LD1 ទៅ LD1 បើកគឺយើងឲ្យវាសម្រាប់ប្រហែលវិនាទីមុននឹងបើកអញ្ចឹងក្នុងករណីថាឧទាហរណ៍ថាយើងដាក់12នៅពេលដែលយើងចុច run ភ្លាមគឺ12 LD បើកឡើងមកភ្លាមបើសិនជាយើងអត់ tick ទេណាអញ្ចឹងនៅពេលហ្នឹងម៉ាស៊ីនយើងគឺរត់អត់រួចទេវាយឺតវាតឹងវាគៀងម៉ាស៊ីនអីអញ្ចឹងទៅបងប្អូនអាច tick ឲ្យដាក់ចំនួនវិនាទីអីទៅអញ្ចឹងបងប្អូនដាក់យ៉ាងច្រើនតិចម៉ាស៊ីនខ្ញុំ run បាន12ផ្ទាំងអញ្ចឹងវារៀងធូរដែរខ្ញុំដាក់10អីអញ្ចឹងទៅហើយបន្ទាប់មកបងប្អូនមើលថាម៉ាស៊ីនបងប្អូនដើរស្រួលអត់បើអត់ស្រួលទេយើងដាក់យ៉ាងច្រើនដើម្បីសាកសិនទៅបើអត់តាក់ម៉ាស៊ីនទេចាំយើងបន្ថយបន្តិចដាក់20អីចឹងទៅ20 30អីចឹងទៅចាំថយមកចឹងទៅដើម្បីឲ្យម៉ាស៊ីនរបស់យើងមានពេលធ្វើការព្រោះនៅពេលដែលបើក LD1 ឡើងមករួចហើយគឺ CPU នឹងធ្វើការឡើងហើយអញ្ចឹងយើងទុកពេលប្រហែលវិនាទីហ្នឹងដើម្បីឲ្យ CPU យើងចុះបន្តិចចាំបើកឡើងមកមួយទៀតអញ្ចឹងមកបន្ទាប់មកយើងមើលខាងស្ដាំមកទៀតtick កន្លែងនេះបែរថាយើងអាចកំណត់ឲ្យបប5ទាញម៉ាស៊ីនយើងយកទៅប្រើឲ្យអស់លទ្ធភាពអញ្ចឹងក្នុងករណីម៉ាស៊ីនយើងរៀងគ្រាន់បើទេ CPU យើងក៏រៀងគ្រាន់បើអញ្ចឹងទៅយើង tick កន្លែង hardware ទៅបានតែ hardware ទាញ CPU យកមកប្រើដើម្បីឲ្យដំណើរការល្អទៅតាមនោះហើយបើក្នុងករណីដែលបងប្អូនប្រើប្រភេទ NVIDIA GPU នេះ NVIDIA GPU អញ្ចឹងប្រភេទ RTX ឬក៏ GTX អញ្ចឹងទៅបងប្អូន update driver វាឲ្យស្អាតទៅ update driver របស់ GPU គឺយើងប្រើទៅលើកម្មវិធី NVIDIA GeForce Experience អីចឹងទៅយើង tick កន្លែងនេះដែរបើក្នុងករណីដែលបងប្អូនមាន NVIDIA GPU នេះកន្លែង GPU យើងមើលមកបើមាន NVIDIA យើង tick ទៅបើអត់ទេយើងដកចេញទៅនេះគ្រាន់តែប្រាប់បប5ថាបើសិនជាយើងមាន NVIDIA GPU ឲ្យបប5រំលែកការងារពី CPU ខ្លះយើងមកដាក់លើ GPU ទៅការងារបន្តិចបន្តួចហ្នឹងគ្រាន់តែយើងឲ្យវាជួយគ្នាទៅវាល្អដែរប៉ុន្តែបើក្នុងករណីបងប្អូនចុច run ហើយបើក LD មកបានបន្តិចស្រាប់តែបប5អាលុតទៅផ្លឹបបាត់ណាអញ្ចឹងបញ្ហាគឺនៅកន្លែងនេះឯងគឺបានថា NVIDIA GPU របស់យើងឬក៏ driver របស់វាហ្នឹងវាដើរអត់ត្រូវគ្នាជាមួយកម្មវិធីទេជាមួយកម្មវិធីបប5ទេអញ្ចឹងយើងអាចដកចេញទៅហើយប្រើធម្មតាទៅអត់មានបញ្ហាអីទេវាគ្រាន់តែថាការងារបន្តិចបន្តួចដើម្បីជួយចែកម្លែកគ្នាទៅប៉ុណ្្នឹងឯងបន្ទាប់ពីហ្នឹងទៅ
យើងមកមើលកន្លែង app នេះកន្លែង app នេះគឺជាកន្លែងដែលបងប្អូនអាច select APK សម្រាប់ឲ្យបបប្រាំយកទៅប្រើបានណាអញ្ចឹងធម្មតាយើងធ្វើការ post នៅលើ Facebook ឬក៏អី Instagram សម្រាប់យើងបង្កើត account Instagram link ជាមួយ Facebook អីចឹងទៅនៅក្នុង LD របស់យើងគឺពេលខ្លះយើងអត់មានកម្មវិធី Facebook ទេនៅក្នុងណាឬក៏អត់មានកម្មវិធី Instagram ទេអញ្ចឹងយើងអាច select file APK បើបងប្អូនអត់មាន file APK ទេបងប្អូនចូលទៅក្នុង website របស់ Bob Pram បងប្អូនចូលកន្លែង download បងប្អូនចុចកន្លែង APK for LD 9ហើយបន្ទាប់មកបងប្អូនធ្វើការចុចទៅលើ app ដែលបងប្អូនចង់បានទៅមានកន្លែង download APK ហើយអញ្ចឹងបងប្អូនយក version រៀងខ្ពស់ៗតិចទៅដើម្បីស្រួលប្រើណាអាចយកចុងក្រោយឬក៏ចិត្តចុងក្រោយតាមចិត្តបងប្អូនតាមបទពិសោធន៍បងប្អូនប្រើហើយបន្ទាប់មកយើងធ្វើការ select app អញ្ចឹងយើងចុច app មកដើម្បីបើកផ្ទាំងដើម្បី select app បើកមកវាចេញមកទូចទេផ្ទាំងនោះណាអញ្ចឹងយើងអាច select Facebook បានហើយនិង Instagram បានអញ្ចឹង file APK គឺជា file ប្រភេទអញ្ចឹងប្រភេទ APK យើងហ្នឹងហើយ APK អញ្ចឹងមានកតុយ .apk អញ្ចឹងមកអញ្ចឹងយើងមាន file APK សម្រាប់ Facebook អញ្ចឹងមកយើងមាន file APK សម្រាប់ Instagram យើងអាចប្រើ Instagram ក៏បានយើងប្រើ Instagram Live ក៏បានអញ្ចឹង Instagram មាន2ណាគឺមាន Instagram ពេញមួយហើយនិង Instagram Live មួយអញ្ចឹងនៅលើ Bob Pram គឺបងប្អូនអាចប្រើបានទាំងពីរបើបងប្អូនអត់ប្រើចាំបាច់ Instagram ទេប្រើ Instagram Live ទៅវាតូច file វាតូចស៊ីតូចតឡើងនៅ LD ក៏វាស៊ីតូចតាមនោះដែរអញ្ចឹងដើម្បីយើង select file បានយើងមាន file ទុកនៅណាមួយទៅហើយបន្ទាប់មកយើងទៅ select file ហ្នឹងអញ្ចឹង Facebook ខ្ញុំទៅ select APK របស់ Facebook អញ្ចឹងនៅលើនេះខ្ញុំមាន folder APK អញ្ចឹងខ្ញុំ select folder APK របស់ Facebook មក version ណាមួយដែលយើងស្រឡាញ់មកហើយយើង open វាមកអញ្ចឹងវានឹងយឺតបន្តិចទេដើម្បីវាធ្វើការ copy file ឡើងយកទៅទុកប្រើណាអញ្ចឹងវា copy បានយកទៅទុកក្នុង system របស់ Pram ហីវាចេញពណ៌បៃតងអញ្ចឹងណាហើយបន្ទាប់មកយើង select Instagram មួយទៀតមកអញ្ចឹងនៅក្នុង Instagram គឺខ្ញុំចូលទៅ folder ទៅដែរអញ្ចឹងខ្ញុំយក Instagram Live ព្រោះ Instagram Live វាតូចជាង Instagram file វាតូចជាងច្រើនគេណាមួយ70 80 មេមួយទៀត3មេអញ្ចឹងខ្ញុំ Instagram ខ្ញុំបង្កើតចោលទេអញ្ចឹងខ្ញុំយក Instagram Live អញ្ចឹងហ្នឹងបន្ទាប់ពីវាចេញពណ៌បៃតងហើយទោះបីជាបងប្អូនបើកមកអត់មានអានេះក៏ដោយឲ្យតែវាមានពណ៌បៃតងចេះបានថា file APK គឺមានរួចហើយបើបងប្អូនចង់ដាក់ file APK ចំនួនថ្មីយើងចង់ replace អាចាស់ចោលយើងចូលទៅ select APK ថ្មីមកដើម្បីឲ្យវាយកចូលទៅរួចហើយអញ្ចឹងយើងគ្រាន់តែធ្វើប៉ុណ្ណឹងបានទៅមានពណ៌បៃតងចេះគឺ Bob Pram មាន file នឹងយកទៅទុកប្រើហើយអាកន្លែង folder នេះយើងអាចលុបចោលបានបន្ទាប់ពីយើងបញ្ចូលទៅក្នុង Bob Pram ហើយណាអញ្ចឹងនៅពេលដែល log in នៅពេលដែល Bob Pram ធ្វើការ log in បើអត់មាន app Facebook នៅក្នុង LD មួយនឹងទេយើងមិនបាច់បញ្ចូលក៏បានដែរគឺ Bob Pram នឹងរុញ APK ហ្នឹងបញ្ចូលមកឲ្យយើង install មកឲ្យយើងហើយធ្វើការបើក login អីចឹងទៅកន្លែងហ្នឹងគឺ app ហ្នឹងសម្រាប់យកទៅប្រើអញ្ចឹងឯងឧទាហរណ៍យើងឲ្យ Bob Pram link Facebook យើងទៅកាន់ Instagram គឺយកអា file APK របស់ Instagram ហ្នឹងយកមកបញ្ចូលនៅក្នុង LD ហ្នឹងហើយបើកកម្មវិធីហ្នឹងបង្កើត Instagram ឲ្យយើងអីចឹងដែរកន្លែងហ្នឹងណាបន្តមកទៀតយើងក៏លេខមកមើលកន្លែង LD setting កន្លែង LD setting នេះតាក់ទងជាមួយនឹងការ set up ព័ត៌មានមួយចំនួនទៅក្នុង LD អញ្ចឹងទី1តាក់ទងមួយការ check IP អញ្ចឹងនៅពេលដែលបងប្អូន tick check IP ទៅគឺ Bob Pram នឹងធ្វើការចូលទៅមើលថា LD របស់យើងមាន IP ទៅខាងណាឧទាហរណ៍ពេលដែលវាបើក Bob IP ចេញមកវានឹង check ឯងថាតើ IP របស់យើងទៅខាងណាទៅសហរដ្ឋអាមេរិកទៅបារាំងទៅកាណាដាទៅខ្មែរអីចឹងទៅអញ្ចឹងបើសិនជាបើក function check IP បានគឺយើងអាចឲ្យ Bob Pram សេរី GPS ហើយ GPS និង time zone របស់ LD នឹងអូតូទៅតាមព័ត៌មានដែលយើងបានឆែកអញ្ចឹងវាមាន time zone ហើយ time zone នៅនេះមាននេះ time zone ហើយនឹង GPS អីហ្នឹងគឺមាននេះអស់ហើយអញ្ចឹងនៅពេលដែលឆែកបានមកពីនឹងហើយវានឹងធ្វើការបញ្ចូលទៅក្នុង LD អញ្ចឹង GPS របស់ LD គឺយើងអាចប្រើ GPS នេះបាន GPS មួយនេះគឺយើងមិនបាច់ទៅ set អីទេឲ្យតែយើងអត់មានកម្មវិធី virtual GPS ឬក៏ fake GPS នៅលើ LD ទៅGPS នេះគឺ Bob Pram នឹងវានឹង set ទៅតាមនោះហើយអញ្ចឹងអានេះគឺជា GPS ដែលវា set ឲ្យយើងទេវាអាចខុសតោះតិចតួចមិនជាបញ្ហាទេព្រោះ GPS មិនដែលសុក្រិតទេធ្លាក់ទឹកតាមផ្លូវចូលផ្សារក្នុងព្រៃអីទៅក៏អត់ខ្វល់ដែរព្រោះ GPS វាដើរអាស្រ័យទៅលើ device របស់យើងដែរណាហើយមួយទៀតបងប្អូនអាចធ្វើការ block IP បានដែរអញ្ចឹងការ block IP គឺស្រួលទេបងប្អូន tick កន្លែងនេះទៅដើម្បីប្រាប់ថាចូលឆែក IP ហើយធ្វើការ block ឲ្យផងបានន័យថាបើសិនជាយើង
ឲ្យវាដើរទៅលើ IP អាមេរិកកាណាដាអីទេយើងអាច block ខ្មែរទៅពេលដាច់ VPN ធ្លាក់មកខ្មែរគឺនៅពេលដែលបបប្រាំឆែកឃើញថាអូ IP របស់ LD នេះខ្មែរទេវានឹងឈប់ធ្វើការអញ្ចឹងដូចយើង block នៅក្នុង VPN ដែរណាអញ្ចឹងយើងអាចយកចេញមកហើយផ្ទាំងតូចមួយនេះគឺបងប្អូនអាច search ប្រទេសបានឧទាហរណ៍ថាខ្ញុំចង់ block ខ្មែរអញ្ចឹងខ្ញុំ block ដាក់ខ្មែរនេះខ្ញុំ check កន្លែង block នេះមកហើយដាក់ថា Cambodia អញ្ចឹងវាចូលតារាងនេះបើខ្ញុំចង់ block ថៃខ្ញុំដាក់ Thailand ហ្នឹងហើយហ្នឹងបានថាខ្ញុំ block ថៃហើយនឹងខ្មែរប៉ុន្តែក្នុងករណីថាខ្ញុំចង់លុបវាចោលខ្ញុំ remove ទៅហ្នឹងហើយ remove មកហើយខ្ញុំចង់ឲ្យវាដើរទៅអាមេរិកអញ្ចឹងខ្ញុំដាក់ United States អញ្ចឹងមកបែរថាយើងឲ្យ allow បែរថា IP ក្រៅពីអាមេរិកគឺយើង block អត់ដើរទាំងអស់អញ្ចឹងណាអញ្ចឹងយើងអាចធ្វើទៅតាមហ្នឹងអញ្ចឹងក្នុងករណីនេះខ្ញុំអត់ block ទេរបស់ខ្ញុំបិទទៅវិញខ្ញុំគ្រាន់តែឲ្យបងប្អូនប៉ុណ្ណឹងហើយមួយទៀតយើងអាចឲ្យបប្រាំ Series setting នៅក្នុង LD ស្រឡាញ់ CPU ហើយនឹង core ណាអញ្ចឹង LD របស់យើងគឺយើងមានកន្លែងនេះក្នុងករណីដែលយើង tick auto LD advanced configuration ហ្នឹងយើងអាច select បាននៅពេលដែលយើងដូរចេះទៅអញ្ចឹងរាល់ LD ដែលបប្រាំធ្វើការគឺវានឹងដូរ setting ទៅតាមយើងហើយអញ្ចឹងយើងមិនបាច់ទៅបើក LD មួយធ្វើការដូរអា setting នោះទេ recommend គឺ2 core 2 RAM 2000ដែរឡើងទៅបងប្អូនកុំដាក់មួយដើរអត់ស្រួលទេ LD តាក់ផុសវីដេអូអត់ចេញអីចឹងទៅអញ្ចឹងយើងអាចដាក់2ឬក៏3ឬក៏4ត្មងទៅណាទៅតាម LD របស់យើងដើរលើម៉ាស៊ីនរបស់យើងទៅស្រួលអត់ហើយបន្តមកទៀតមានការ setting ទៅលើការ rank LD បានថាឧទាហរណ៍ LD ទី1ចេះមកយើងមាន LD ទី2ចេះបើកចេះទៀតមកអញ្ចឹងយើងដាក់ rank បានគឺ rank LD គឺ setting វាដូចជានៅកន្លែងនៅក្នុង LD multiplayer គឺនៅកន្លែងនេះដែរបងប្អូនខ្ញុំដាក់10អីចឹងទៅអញ្ចឹងនៅលេខ10ណែនេះឃើញអញ្ចឹងយើង10បានថាយើងមកអេក្រង់យើងជួបប្រឈ1 2 3 4 5 6 7 8 9 10នៅលើអេក្រង់ហ្នឹងចឹងទៅអញ្ចឹងយើងអាច setting នៅកន្លែងហ្នឹងបានហើយមួយទៀតក្នុងករណីដែលបងប្អូនមានអេក្រង់2ណាដូចខ្ញុំមានអេក្រង់2អញ្ចឹងខ្ញុំ select អាក្រោមមកអេក្រង់របស់ខ្ញុំ2អញ្ចឹងបងប្អូន select ទៅបើក្នុងករណីបងប្អូនមាន resolution ដូចគ្នាអាចមើលទៅច្រឡំបងប្អូនតេស្តទៅយើងអាច select ទៅហើយយើងដាក់ auto arrange ទៅគឺវានឹងទាញយកទៅLD ដែលពេលបើកមកហើយវានឹងទាញទៅអេក្រង់ហ្នឹងដើម្បីធ្វើការវាអត់នៅមុខយើងទៀតទេក៏ប៉ុន្តែនៅពេលដែល LD បើកមកគឺបើកធម្មតានៅកន្លែងណាគឺកន្លែងហ្នឹងហើយមួយទៀតបងប្អូនអាច auto fit បាន auto fit បានថាយើងខ្ជិលកំណត់ចំនួនកន្លែងនេះយើងខ្ជិលកំណត់ចំនួនកន្លែង10ហ្នឹងយើងថា LD បើកមិនបើកស្រីមិនឲ្យទៅរៀបក្នុងអេក្រង់បានអញ្ចឹងយើង tick កន្លែង auto fit វិញណាហ្នឹងហើយក្នុងករណីខ្ញុំអត់ប្រើ auto fit ទេបានថាខ្ញុំចង់ឲ្យបានមកជួឈរហ្នឹងគឺ10តែម្ដងហើយចំពោះ setting នៅកន្លែងនេះបើ LD គឺបងប្អូនបាច់ដូរអីទេកន្លែងនេះសំខាន់គឺដាក់ high speed ទៅហើយនេះខ្ញុំបើកឧទាហរណ៍ទេ setting LD គឺយើងអត់មានការផ្លាស់ប្ដូរទេបន្តមកទៀតកន្លែងនេះយើងដាក់ run at startup បានថាបើ5តើតែយើងចុចប៊ូតុង run នេះបានវាដើរបើក្នុងករណីយើង tick កន្លែងនេះ30បានថានៅពេលដែលយើងបិទកម្មវិធីយើងបើកមកគឺវារាប់ថយក្រោយហ្មង30វិនាទីក្រោយវានឹងចុចប៊ូតុង run នេះខ្លួនឯងហ្មងអាហ្នឹងបានថាបើកមក run យកបណ្ដោយក្នុងករណីយើងខ្ជិលអីចឹងណាមួយទៀតយើងអាចដាក់ auto stop បាននេះគឺជាម៉ោងបងប្អូននេះគឺជាម៉ោងអញ្ចឹងម៉ោងនៅកន្លែងនេះគឺប្រើ24ម៉ោងឧទាហរណ៍ម៉ោង10យប់អញ្ចឹង10បូក12ម៉ោង22យប់អញ្ចឹងនៅម៉ោងហ្នឹងគឺខ្ញុំឲ្យវាចុច stop ណាក្នុងករណីនេះគឺយើងប្រើសម្រាប់ទៅលើការដែលយើងចង់ឲ្យបញ្ឈប់ការ active អីអញ្ចឹងនៅពេលណាមួយឬក៏ post schedule អញ្ចឹងវាអត់មានកន្លែង shut down PC ទេគឺយើងមកកំណត់នៅកន្លែងហ្នឹងយើងដាក់ម៉ោងប្រហែលឲ្យចប់ schedule របស់យើងអីចឹងដែរហើយមួយទៀតនៅពេលដែលចុច stop ហ្នឹងចុច stop អញ្ចឹងគឺយើងអាចកំណត់ឲ្យវា shut down PC ណាអញ្ចឹងដល់យើងបើកអាមុខនេះបានយើងអាចទីក្រោយបានទៅតាមនោះណាអាហ្នឹងគឺយើងកំណត់នេះគឺជាម៉ោង24ម៉ោងຂະຫນាត24ម៉ោងបងប្អូនបាទម៉ោង12ហើយមានម៉ោង13ម៉ោង14ម៉ោង15អីទៀតអញ្ចឹងទៅបន្តមកទៀតគឺ clear cache នេះមិនមែនជា clear cache LD ឲ្យវាតូចអីទេគឺជាការ clear cache tool ខ្លួនឯងបានថាបន្ទាប់ពី tool ធ្វើការបានប្រមាណ LD ឧទាហរណ៍ខ្ញុំដាក់180អញ្ចឹងបន្ទាប់ពី tool រត់ពី LD លេខ1ដល់ LD ទី180ហ្នឹង tool នឹងធ្វើការសម្រាកបន្តិចហើយចាប់ផ្ដើមបន្ថយ LD រហូតដល់អស់ហើយធ្វើការ clear cache tool ខ្លួនឯងហ្នឹងដើម្បីឲ្យ tool វាស្រាលធ្វើការបានល្អទៅមុខទៀតអញ្ចឹងយើងនៅក្នុងនេះ recommend គឺដាក់ក្រោម200ចុះណាអញ្ចឹងយើងដាក់180ទៅ180បានថាបន្ទាប់ពី run បាន280 LD ហើយ280 LD ហ្នឹង
គឺ tool នឹងធ្វើការ clear ខ្លួនឯងម្ដងឲ្យស្រាលឲ្យធ្វើការបានល្អតទៀតចឹងទៅមិនមែនជាការ clear cache LD ឲ្យតូចទេកុំច្រឡំកន្លែងហ្នឹងអញ្ចឹងកន្លែងនេះ recommend ឲ្យបងប្អូន tick ដែរហើយបន្តមកទៀតយើងកន្លែង close all LD when stop មកថាចុចប៊ូតុង stop ហ្នឹងបើសិនជាយើងករណីយើងចុចដក tick ចេញបានថានៅពេលដែលយើង stop ហ្នឹង LD ណាដែលអត់ក្រោមការគ្រប់គ្រងបប5ទេគឺបប5អត់បិទទេដូចនៅក្នុងករណីនេះ LD នេះខ្ញុំបើកដៃអញ្ចឹងបប5អត់មានបើក LD ឲ្យយើងមកគ្រប់គ្រងទេនៅពេលចុច stop ទៅគឺវាអត់បិទទេធម្មតាឃើញទេវាបិទអាណាវាគ្រប់គ្រងទេក៏ប៉ុន្តែយើងក្នុងករណីយើង close all បានថានៅពេលដែលខ្ញុំចុច stop ទៅ LD នេះក៏ត្រូវតែបិទដែរណាបានថាបិទ LD គ្រប់ទាំងអស់នៅលើកុំព្យូទ័ររបស់យើងអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំចុច stop ឃើញវាបិទទេវាបិទទាំងអស់ហ្នឹងបានថា close all LD ណាក៏បិទដែរបិទចោលហ្នឹងឯងប៉ុណ្ណឹងឯងបងប្អូនតាក់ទងជាមួយនឹងការ setting ហើយចំពោះផ្ទាំងមួយនេះជាការ save ព័ត៌មានរបស់ device បានតែ save ព័ត៌មានរបស់ទូរស័ព្ទរបស់យើងនៅក្នុង LD ណាអញ្ចឹងខ្ញុំមានវីដេអូបន្តពីនឹងមួយទៀតអញ្ចឹងបងប្អូនអាចមើលវីដេអូបន្តទៅដើម្បីយល់ដឹងពីការប្រើប្រាស់អត្រាងមួយនេះប៉ុណ្ណឹងឯងបងប្អូនតាក់ទងជាមួយនឹងការ setting នៅលើផ្ទាំង device របស់យើងអរគុណ